សួស្តីអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំយករឿងបែប superhero មួយមកចែករំលែកchoអ្នកទាំងអស់គ្នាបានមើលផងដែរដែលរឿងនេះដែរគឺមានឈ្មោះថា Invincible បើក្បាលដំបូងមកភ្លាមគឺយើងជួបជាមួយនឹង villain 2នាក់ដែលមានឈ្មោះថា The Molar Twin ដែលពីរនាក់ហ្នឹងគឺកំពុងតែកំទេចជាមួយនឹងផ្ទះរបស់នាយករដ្ឋមន្ត្រីដែលគេហៅថា The White House ហើយនៅពេលដែលកំទេចនឹងដែរគឺមានពួក superhero របស់យើងដែលមានឈ្មោះថា Guardian of the Globe ដែល member ទី1ហ្នឹងគឺមានឈ្មោះថា Immortal ហើយធម្មពលរបស់គាត់ហ្នឹងគឺមានដូចជាការហោះធម្មពលវាយជាមួយនឹងល្បឿនលឿនផងដែរហើយមួយទៀតបើគាត់ស្លាប់ហ្នឹងគឺគាត់អាចរស់ឡើងវិញបានម្ដងទៀត member ទី2មានឈ្មោះថា War Woman ដែលធម្មពលរបស់គាត់ហ្នឹងគឺស្តៀងជាមួយនឹង Wonder Woman ផងដែរចំណែកឯ member ទី3មានឈ្មោះថា Darkwing ដែល Darkwing នេះគឺមានធម្មពលដូចជាមួយនឹង Batman គឺប្រើជាមួយនឹង technology ហើយ style វាយរបស់គាត់គឺថ្មីខ្លាំងមែនតើចំណែក member ទី4មានឈ្មោះថា Red Rush គឺមានធម្មពលហួតលឿនដូចជា The Flash ទី5គឺមានឈ្មោះថា Green Ghost ដែលអាចធ្វើឲ្យខ្លួននឹងជ្រែកអញ្ចាំងបានទី6គឺមានឈ្មោះថា Motion Man ដែលធម្មពលរបស់ Motion Man នឹងគឺអាចប្រែកាឡាទៅជាណាគេក៏បានដែរចំណែក member ចុងក្រោយវិញគឺមានឈ្មោះថា Aquarius ធម្មពលគឺដូចជាមួយនឹង Aquaman ចំណែកតួអង្គចុងក្រោយនេះគឺមានឈ្មោះថា Omni Man គឺជាតួអង្គមួយដែលខ្លាំងជាងគេក្នុងចំណោម hero ទាំងអស់ដែលយើងបានឃើញប៉ុន្តែ Omni Man នេះគាត់ធ្វើការម្នាក់ឯងគឺគាត់អត់មានចូលក្រុមជាមួយនឹងពួក Guardian of the Globe ហ្នឹងទេហើយគាត់មកពីភពមួយដែលមានឈ្មោះថាភព Voltron ហើយប្រជាជនរបស់ពួកគាត់នឹងមានឈ្មោះថា Voltromite Voltromite នេះគឺមានរូបរាងដូចមនុស្សយើងខ្លាំងមែនតើប៉ុន្តែធម្មពលគឺដូចជាមួយនឹង Superman ហើយគាត់បាននិយាយថាមេរបស់គាត់នឹងគឺបានបញ្ជាឲ្យគាត់មកការពារពិភពលោករបស់យើងក្នុងការឈ្លានពានពី alien ផ្សេងហើយយើងក៏បានជួបជាមួយនឹងតួអង្គឯករបស់យើងដែរមានឈ្មោះថា Mark នឹងដែរគឺជាកូនបង្កើតរបស់ Omni Man របស់យើងនឹងឯងហើយនៅឆ្នាំនឹងដែរ Mark នឹងគឺមានអាយុ17ឆ្នាំហើយប៉ុន្តែអត់ទាន់មានធម៌ពលអីឲ្យ Omni Man របស់យើងនឹងទេដែលធ្វើឲ្យ Omni Man នឹងគឺ sad ខ្លាំងមែនតើហើយគាត់និយាយថាមិត្តភ័ក្តិរបស់គាត់នឹងកូនតែអាយុតែ10ឆ្នាំនឹងគឺចេះធម៌ពលអស់ហើយប៉ុន្តែ Mike នឹងគឺយូរខ្លាំងមែនតើអត់ទាន់ចេះប្រើធម៌ពលទេប៉ុន្តែគឺអត់បារម្ភនោះទេមួយថ្ងៃចុងក្រោយមកគឺយើងឃើញថា Mark របស់យើងនឹងបានប្រើធម៌ពលបានហើយគាត់ឃើញចឹងភ្លាម Omni Man គឺសប្បាយចិត្តខ្លាំងមែនតើដែលបានទៅប្រហាត់ឲ្យ Mark នឹងចេះហោះជាមួយនឹងចេះប្រើកម្លាំងរបស់ខ្លួនឲ្យបានត្រឹមត្រូវហើយបន្ទាប់ពីមានធម៌ពលភ្លាម Mark របស់យើងគឺឃើញថាដើរវាយជាមួយនឹងចៅជាមួយនឹង alien ផ្សេងនៅពេញនឹងតែម្ដងទោះបីជាចាញ់ឬក៏ឈ្នះក៏នៅអត់ហងវាយដែរនៅពេលដែលវាយឈ្នះ alien ដំបូងហ្នឹងគឺ Omni Man ក៏បានមកដល់ដែលនិយាយថា Mark ហ្នឹងគឺមើលទៅក៏ខិចខ្លាំងមែនតើកាអាវគឺអត់មានស្អាតទេមិនតិចទេហើយគាត់ហ្នឹងក៏បានយក Mark របស់យើងហ្នឹងទៅដើររកជាមួយនឹងអាវ superhero ថ្មីបន្ទាប់ពីបានកៅអៅហើយឃើញថា Mark របស់យើងនឹងគឺមានការងារត្រូវធ្វើច្រើនខ្លាំងមែនតើសូម្បីតែការរៀនជាមួយនឹងបាននិយាយមួយប៉ា Mark ហ្នឹងក៏អត់មានពេលដែរប៉ុន្តែ Mark របស់ Mark ដែលមានឈ្មោះថា Debbie ហ្នឹងគឺគាត់និយាយថាគាត់អត់ប្រកាន់ទេគ្រាន់តែគាត់ចង់ឲ្យ Mark របស់យើងនឹងបានរៀនឲ្យបានច្រើនជាងមុនប៉ុណ្្នឹងឯងបានមួយថ្ងៃក្រោយមក Mark គឺបានវាយជាមួយនឹង villain មួយដែលមានឈ្មោះថា Kill Cannon ហើយយើងក៏បានឃើញថា Mark របស់យើងនឹងគឺវាយបានខ្លាំងជាងមុនខ្លាំងមែនតើដែល Cannon នឹងគឺវាយអត់ឈ្នះជាមួយ Mark ទេហើយកៅអៅរបស់ Mark ថ្មីនឹងក៏ស្អាតដែរធម្មពលរបស់ Mark នឹងក៏ដូចជាមួយនឹង Superman ដែរហើយឈ្មោះ hero របស់ Mark នឹងគឺមានឈ្មោះថា Invincible ហើយតុក្កតានឹងដែរគឺមានឈ្មោះនឹងឯងគឺរឿង Invincible បន្ទាប់មកពួក Guardian of the Globe នឹងគឺទទួលបានសញ្ញាមួយដែលត្រូវការ backup ឬក៏ជំនួយរបស់ពួកគេប៉ុន្តែនៅពេលណាម្ដងនឹងគឺអត់មានឃើញជាមួយនឹង villain ណាទេគឺឃើញតែ superhero របស់យើងគឺ Omni Man គឺអត់មាននិយាយអីទាំងអស់ប៉ុន្តែបែរទៅជាវាយជាមួយនឹងពួក Guardian of the Globe នឹងឡើងងាប់ខ្ទេចខ្ទីអស់ហ្មងហើយយើងឃើញថា Omni Man គឺខ្លាំងមែនតើទោះបីពួក Guardian of the Globe នឹងមានធម៌ពលខ្លាំងប៉ុណ្ណាក៏ដោយក៏អាចយកឈ្នះជាមួយនឹង Omni Man ដែរទោះបីជាឈ្នះប្រពិតមែនប៉ុន្តែពួក Guardian of the Globe នឹងក៏មិនអន់ដែរអញ្ចឹង Omni Man ក៏ត្រូវរបួសធ្ងន់ជាងគេដែរគ្រាន់តែថាគេនៅចិត្តនឹងគេស្លាប់ចំណែក Omni Man នេះគឺនៅរស់នៅពេលដែលគេដឹងថា Omni Man នៅរស់គឺគេប្រញាប់យក Omni Man ដើម្បីទៅព្យាបាលមុនគេហើយនៅតែអត់ទាន់មានអ្នកដឹងថាណាគេជាអ្នកធ្វើរឿងទាំងអស់នឹងដែរឆ្មាមិននៅកដុលឡើងស្ដាច់អ្នកនរគ្នាគ្រាន់តែ Guardian of the Globe ជាមួយនឹង Omni Man ត្រូវរបួសភ្លាមគឺមានពួក alien មួយក្រុមហ្នឹងគឺបានមក invade ឬក៏ចង់មកគ្រប់គ្រងជាមួយពិភពលោករបស់យើងហើយក្រុមដែលអ្នកនរគ្នាបានឃើញនេះក៏ជាក្រុមបែប superhero ដែរឈ្មោះរបស់ពួកគេគឺ Teen Team អ្នកស្រីសក់ខ្លីនេះដែរគឺជា superhero មួយមានឈ្មោះថា Duplicate ធម្មពលរបស់គាត់គឺបំបែកខ្លួនចំណែកឯ superhero មួយទៀតវិញគឺមានឈ្មោះថា Rexមនុស្សយន្តមួយនេះវិញគឺមានឈ្មោះថា Robot ដែលគាត់មានធម៌ពលក្នុងការបញ្ជាដ្រូនជាមួយនឹងធ្វើ technology ផ្សេងចំណែក Eve វិញគឺធម៌ពលរបស់គាត់ក៏ខ្លាំងជាងគេដែរយល់ធម៌ពលនឹងស្តៀងជាមួយនឹង Gwen នៅក្នុងរឿង Ben 10ហើយ Teen Team នេះអ្នកទាំងអស់គ្នាគឺអត់ខ្លាំងដូច Omni Man ឬក៏ជាមួយនឹង Guardian of the Globe ទេអញ្ចឹងគឺវាយអត់ឈ្នះជាមួយនឹង alien ទាំងអស់ហ្នឹងទេ
ប៉ុន្តែពួកនឹងគឺត្រូវការដកថយដោយសារតែអាកាសធាតុនៅភពរបស់យើងនឹងធ្វើឲ្យពួកវាចាប់ផ្ដើមចាស់លឿនខ្លាំងមែនតើអញ្ចឹងពួកវាគឺមានតែដកថយមុនដើម្បីផលិតជាមួយនឹងឧបករណ៍ផ្សេងៗក្នុងការមក invade ម្ដងទៀតចំណែកឯ Invincible វិញគឺបានឃើញជាមួយនឹង Evil អ្នកទាំងអស់គ្នាដោយសារតែឃើញទៅចំណាំមុខគ្នាអញ្ចឹងហើយក៏បានមកនិយាយមួយគ្នាថាខ្លួនជា Invincible ហើយខ្លួនគឺជា Evil ហើយថាមពលរបស់ Evil នឹងតាមពិតគឺបានមកពីម្ដាយរបស់ខ្លួនដោយសារតែម្ដាយរបស់ខ្លួននឹងត្រូវបានគេយកទៅពិសោធន៍ក្នុងការបូកជាមួយនឹង molecule ផ្សេងៗប៉ុន្តែគ្រាន់តែបង្កើតជាមួយនឹង Evil ភ្លាមម្ដាយរបស់ខ្លួននឹងគឺអត់នៅរស់ទេដោយសារតែថាមពលរបស់ Evil នឹងគឺខ្លាំងពេកអញ្ចឹង Evil ក៏បានត្រូវយកឲ្យគេយកទៅចិញ្ចឹមបន្ទាប់មកពីបានមួយឆ្នាំក្រោយមក Evil របស់យើងក៏បានដឹងថាខ្លួនឯងនឹងប្រើថាមពលក្នុងការបញ្ជាជាមួយនឹង molecule ផ្សេងៗនៅពេលដែលមានថាមពលនឹងអញ្ចឹងមានន័យថា Evil នឹងចង់បង្កើតចេញជាអីក៏បានដែរដោយទីហោថាអត់ឡានចង់បង្កើតជាឡានអត់មានពេជ្រចង់បង្កើតជាពេជ្រអីក៏វាចេញមកបានដែរហើយនៅពេលបានមួយឆ្នាំក្រោយមក Evil របស់យើងនឹងក៏បានស្គាល់ជាមួយនឹង Doctor ម្នាក់ដែលគាត់នឹងហើយគឺជាអ្នកដែលបានចាក់ជាមួយនឹង experiment ផ្សេងៗនេះទៅកាន់ម៉ាក់របស់ Evil ហើយបន្ទាប់មកក៏បានដឹងថាម៉ាក់របស់ Evil គឺអត់បានស្លាប់ដោយសារដែល Evil នឹងកើតទេតាមពិតទៅគឺដោយសារតែគេបានចាប់ម៉ាក់របស់ Evil នឹងដើម្បីបង្កើតកូនជាច្រើនទៀតក្នុងការធ្វើ experiment បន្តប៉ុន្តែការពិសោធន៍ទាំងអស់ហ្នឹងគឺអត់បានជោគជ័យទេដែលធ្វើឲ្យបងប្អូនដែលកើតមកពីម្ដាយរបស់ខ្លួនបង្កើតហ្នឹងគឺបានមកវាយជាមួយនឹង Evil របស់យើងចុងក្រោយ Evil ក៏បានសម្លាប់ជាមួយនឹង Doctor មួយហ្នឹងហើយសម្លាប់ទាំងបងប្អូនរបស់ខ្លួនឯងម្នាក់ហ្នឹងទៀតអញ្ចឹងហើយ Evil របស់យើងក៏បានចូលជាមួយនឹង The Teen Team ក្រោយពីរឿងហ្នឹងកើតឡើងនៅពេលដែល Omni-Man ដេកស្លាប់នៅក្នុងមន្ទីរពេទ្យហ្នឹងគឺយើងឃើញថា Caesar ឬក៏អ្នកដែលបានគ្រប់គ្រងក្នុង Guardian of the Globe ហ្នឹងគឺបានមកស្រាវជ្រាវឬក៏ investigate ថាមានរឿងអីកើតឡើងនៅពេលដែលពួក Guardian of the Globe ត្រូវបានគេសម្លាប់ហើយអ្នកទាំងអស់គ្នាអ្នកដែលបានស៊ើបអង្កេតរឿងហ្នឹងគឺមានឈ្មោះថា Dark Blood ហើយ Dark Blood ហ្នឹងគឺជាអ្នកដែលស៊ើបអង្កេតសាហាវខ្លាំងមែនតើប៉ុន្តែបានមួយថ្ងៃក្រោយមកគឺជាមួយនឹងពួក alien ដែលមានឈ្មោះថា The Plexian ហ្នឹងគឺបានមក invade ឬក៏ចង់មកគ្រប់គ្រងពិភពលោករបស់យើងតទៅទៀតហើយប៉ុន្តែម្ដងហ្នឹងគឺសយពួកហ្នឹងហើយដោយសារតែ Omni-Man របស់យើងហ្នឹងគឺបានជាសះស្បើយអស់ហើយOmni-Man របស់យើងហ្នឹងមិនល្បីតែលើភពផែនដីយើងទេសូម្បីតែភពផ្សេងៗក៏ស្គាល់ជាមួយនឹង Omni-Man ដែរអញ្ចឹងពួក Alien Flexian ទាំងអស់ហ្នឹងគ្រាន់តែឃើញ Omni-Man គឺដាក់មេប្រូចប៉ុន្តែ Omni-Man មិនដូចពួក Teen Team ហ្នឹងទេគឺចូលជាមួយនឹង Portal មករកពួកហ្នឹងម្ដងដែលគាត់និយាយថាពិភពថែមដីហ្នឹងមិនមែនសម្រាប់ពួកឯងមកគ្រប់គ្រងយ៉ាងងាយៗទេហើយបន្ទាប់មកកំតិចភព Flexian ឡើងខ្ទេចខ្ទីឡើងលែងនៅសល់ទៀតហើយបន្ទាប់មកក៏យើងបានឃើញដែរថាពួកគេនឹងបានប្រារព្ធពិធីមួយក្នុងការគោរពវិញ្ញាណក្ខន្ធរបស់ពួក Guardian of the Globe ហើយ Omni-Man នឹងក៏បានមកនិយាយជាសាធារណៈថាគាត់នឹងការពារពិភពលោកទោះបីជាអត់មាន Guardian of the Globe ជួយគាត់ក៏ដោយពេលដែលកម្មវិធីទាំងអស់ហ្នឹងចាប់គ្រប់អស់ហើយគឺយើងឃើញថា Dark Blood ហ្នឹងគឺបានមកសួរចម្លើយជាមួយនឹង Omni-Man ដែលគិតថា Omni-Man ហ្នឹងជាអ្នកសម្លាប់ពួក Guardian of the Globe ហើយ Omni-Man ក៏បាននិយាយទៅកាន់ Dark Blood ហ្នឹងថាកុំឲ្យសង្ស័យញ៉ៃនៅពេលដែលគាត់អត់បានធ្វើអីរឿងទាំងអស់ហ្នឹងទេឆ្នែប៉ែអាវខ្មៅនេះគឺមានឈ្មោះថា Caesar គាត់ជាអ្នកគ្រប់គ្រងជាមួយនឹងពួក Superhero ទាំងអស់ហ្នឹងដែលគាត់បានប្រាប់ជាមួយនឹងតួអង្គដែលមានឈ្មោះថា The Robot ហ្នឹងគឺគាត់ចង់បង្កើតជាមួយនឹង Team Guardian of the Globe ថ្មីមួយទៀតហើយនៅពេលដែលប្រកួតគ្នាហើយគឺយើងបានឃើញជាមួយនឹង Guardian of the Globe ថ្មីរបស់យើងដែល team មានដូចជា Shrinking Ray, Black Samson, Rex, Monster Girl ជាមួយនឹង Duplicate Eve ក៏ជាប់ដែរប៉ុន្តែចុងក្រោយគឺបានចេញពីក្រុមនឹងដោយខ្លួនឯងដោយសារតែ Duplicate ជាមួយនឹង Rex ហ្នឹងគឺបានធ្វើអីដែលធ្វើឲ្យ Eve របស់យើងនឹងនៅអត់កើតបន្ទាប់មក Mark របស់យើងឬក៏ Invincible ហ្នឹងបានបបួលក្រាស់របស់ខ្លួនដែលមានឈ្មោះថា Amber ដើម្បីចូល date ប៉ុន្តែ Mark គឺអត់បានទៅ date ទេដោយសារតែមានការរវល់ពីកន្លែង Superhero អញ្ចឹងហើយទើបទុកឲ្យ Amber របស់យើងនៅផ្ទះម្នាក់ឯងនៅពេលដែលត្រឡប់មកវិញ Amber របស់យើងគឺខឹងជាមួយនឹង Mark សាហាវមែនតើដោយសារតែខឹងពេកពីរនាក់ហ្នឹងក៏បាននេះនោះនឹងគ្នាទៅសំខាន់ចំពេលជាមួយនឹង Eve របស់យើងនឹងនៅគៀនប្រអួយទៀតនៅពេលដែល Mark កំពុងតែមានភាពរ៉ូមែនទិកជាមួយនឹងសង្សាររបស់ខ្លួនថ្មីហ្នឹងស្រាប់តែពួក The Molo Twin ហ្នឹងបានរត់ចេញពីគុកហើយអ្នកដែលបានធ្វើឲ្យពីរនាក់ចេញពីគុករួចហ្នឹងគឺ The Robot ចំណែកឯ Debbie គឺជាប្រពន្ធរបស់ Omni-Man ហ្នឹងត្រូវបាន Dark Blood ហ្នឹងទៅសួរចម្លើយដល់កន្លែងផ្ទះរបស់ខ្លួនហ្មងដែល Dark Blood ហ្នឹងបាននិយាយការពិតថាខ្លួនសង្ស័យថា Omni-Man ហ្នឹងជាអ្នកសម្លាប់ជាមួយនឹងពួក Guardian of the Globe ហើយ Omni-Man វិញគឺគាត់នៅតែប្រហាត់ជាមួយនឹង Invincible រាល់ថ្ងៃតែម្ដងដោយសារតែ Invincible របស់យើងហ្នឹងគឺនៅកម្លាំងអន់ខ្លាំងមែនតើហើយ Omni-Man នៅពេលដែលមកដល់ផ្ទះភ្លាមគឺយើងឃើញថាជួបជាមួយនឹង Dark Blood ដែល Dark Blood ហ្នឹងបាននិយាយថាខ្លួនបានដឹងអស់ហើយថា Omni-Man ហ្នឹងជាអ្នកសម្លាប់ជាមួយនឹងពួក Guardian of the Globe ប៉ុន្តែគ្រាន់តែចង់ដឹងថាហេតុផលអីបាន Omni-Man របស់យើងនឹងធ្វើអញ្ចឹងប៉ុន្តែ Omni-Man បាននិយាយប្រាប់ Dark Blood ថាបើសិនជានៅតែធ្វើញ៉ៃដាក់គាត់ចឹងទៀតគាត់នឹងអត់ទុកជីវិតឲ្យជាមួយនឹង Dark Blood ហ្នឹងទេហើយនេះក៏យើងបានជួបតួអង្គមួយទៀតដែលជាប្រពន្ធរបស់ Red Ras អ្នកទាំងអស់គ្នាដែលនិយាយថាខ្លួននឹងសង្ស័យជាមួយនឹងប្តី Debbie ដោយសារតែគ្នា7នាក់មិនស្លាប់6នៅសល់តែគាត់មួយ
ដល់ពេលឮចឹងហើយ Debbie ក៏បាននិយាយជាមួយនឹង Omni-Man ប៉ុន្តែ Omni-Man និយាយថាកុំបារម្ភអីបងមិនធ្វើរឿងបែបហ្នឹងទេហើយក៏យក Debbie របស់យើងនឹងទៅដើរលេងចំណែកអា Mark វិញគឺបានទទួលជាមួយនឹងបេសកកម្មថ្មីក្នុងការការពារជាមួយនឹងអ្នកអាកាសយានិកដើម្បីទៅសិក្សាជាមួយនឹងភពអង្គារអញ្ចឹងណាប៉ុន្តែត្រូវបានគេហាមឃាត់ដោយសារតែពួក alien ដែលមានឈ្មោះថា The Martian ហ្នឹងគឺគាត់ខ្លាចជាមួយនឹង alien virus ឬក៏ alien មួយយ៉ាងហ្នឹងដែលធ្វើការ attach ឬក៏ភ្ជាប់ខ្លួននៅជួបជាមួយនឹងពួក astronaut ទាំងអស់ហ្នឹងតែ Invincible របស់យើងនិយាយថាអត់អីទេតែចុងក្រោយមានអីអ្នកទាំងអស់គ្នាគឺជាប់ជាមួយនឹង alien ទាំងអស់ហ្នឹងមែន Dark Blood ប្រាប់ពីសើអង្កេតរឿងហ្នឹងហើយបានប្រាប់រឿងទាំងអស់ទៅកាន់ Caesar ប៉ុន្តែ Caesar ប្រាប់ថា Dark Blood ហ្នឹងឈុំនិយាយពីរឿងហ្នឹងទៅដោយសារតែ Dark Blood អត់ព្រម Caesar សូត្រធាត់ជប់ Dark Blood ទៅឋាននរកវិញបាត់និយាយមែនរឿងហ្នឹងខ្ញុំរៀងឆ្ងល់ដែរអ្នកទាំងអស់គ្នាមិនត្រឹមតែជួលបានមនុស្សធម្មតាជួលទាំងស្ដេចយមរាជមកធ្វើការបានទៀតហើយអាប៉ែដែល Invincible បានវាយឲ្យដាក់គុកលើកមុនហ្នឹងបានចេញពីគុកតាមពិតទៅអាប៉ែហ្នឹងវាលួចគេមិនមែនដោយសារវាចង់ទេគឺដោយសារវាពាក់លួយគេច្រើនពេកដោយសារតែមេរបស់វាហ្នឹងមានឈ្មោះថា The Machine Head ដោយសារតែមួយនឹងនិយាយថាបើសិនជាអានឹងអត់យកលុយមកឲ្យខ្លួនគ្រប់ទេខ្លួននឹងសម្រាប់ប្រពន្ធរបស់អាថៃឋានមិញហ្នឹងចោលចំណែក Invincible របស់យើងហ្នឹងគឺនៅយ៉ាប់ខ្លាំងមែនតើដោយសារតែមានសង្សារផងមានគ្រូសាផងហើយមួយទៀតហ្នឹងនៅរឿង Superhero ញ៉ៃទៀតទៅធ្វើឲ្យខ្លួនហ្នឹងអត់អាចចំណាយពេលរបស់ខ្លួនឯងបានត្រឹមត្រូវហើយធ្វើឲ្យសង្សាររបស់ខ្លួនឯងហ្នឹងសុំគ្នាបែកទៀតហើយបន្ទាប់មកពេលដែលបានជួបជាមួយអាប៉ែថៃឋានម្ដងទៀតហ្នឹង Invincible ក៏បានសួរហេតុផលតើថៃឋានហ្នឹងថៃបានចេះតែលួចរហូតចឹងហើយថៃឋានហ្នឹងក៏បាននិយាយរឿងទាំងអស់ហ្នឹងប្រាប់ទៅកាន់ Invincibleអញ្ចឹងក៏សម្រេចចិត្តថាជួយឲ្យថៃឋានដើម្បីវាយជាមួយនឹងប៉ែ Machine Head នេះហើយមិនត្រឹមតែប៉ុណ្្នឹងទេគ្នាគឺមកទាំងអស់ហើយតិចថាមកទាំងអស់គ្នានឹងតិចវាយឈ្នះចោះគឺវាយអត់ឈ្នះទេប៉ុន្តែមិនមែនដោយសារតែ Machine Head ទេគឺមានជាមួយនឹងមនុស្សម្នាក់ទេដែលមានឈ្មោះថា Battle Beast ហ្នឹងគឺកម្លាំងអត់ចាញ់ជាមួយនឹង Omni-Man នេះអ្នកទាំងអស់គ្នាហើយមូលហេតុដែលខ្លួនមកពិភពថែមដីនឹងដោយសារចង់រកគ្នាវាយមិនមែនដោយសារចង់បានលួយអីទេនៅពេលដែលវាយពួកហ្នឹងឡើងចិត្តងាប់អស់លេងទៅ Battle Beast ហ្នឹងថានៅកន្លែងហ្នឹងគឺអត់មានណាគេសម្រាប់វាយទៀតទេខ្លួនក៏បានចេញពិភពថែមដីរបស់យើងទៅចំណែក Debbie ប្រពន្ធរបស់ Omni-Man វិញគឺបានឃើញជាមួយនឹងសភៅ detective ឬក៏សភៅដែល Dark Blood របស់យើងបានទុកឲ្យហើយមិនត្រឹមតែប៉ុណ្្នឹងឯក្នុងសភៅហ្នឹងបានសរសេរថានៅក្នុងដៃរបស់ Omni-Man ហ្នឹងមានឈាមរបស់ពួក Guardian of the Globe ហ្នឹងទៀតអញ្ចឹងនៅពេលដែល Debbie ឃើញបែបហ្នឹងក៏បានយកអាវហ្នឹងចូលទៅពិសោធន៍និយាយទៅអាវហ្នឹងគ្រាន់តែដាក់ចូលក្នុងកន្លែងពិសោធន៍ភ្លាមគឺឃើញថាអ្វីដែល Dark Blood បានសរសេរហ្នឹងគឺពិតមែនអ្នកទាំងអស់គ្នាគឺដៃរបស់ Omni-Man ហ្នឹងគឺបានទៅវាយជាមួយនឹងពួក Guardian of the Globe ហ្នឹងពិតមែនគ្រាន់តែ Omni-Man មកដល់ផ្ទះភ្លាម Debbie ហ្នឹងក៏បានសួររឿងទាំងអស់ហ្នឹងប៉ុន្តែ Omni-Man ហ្នឹងក៏បានប្រាប់ជាមួយនឹង Debbie ទេអញ្ចឹង Debbie ក៏បានចេញពីឯង Omni-Man ហ្នឹងទៅចំណែកឯ Invincible វិញនៅសាលារបស់ខ្លួនហ្នឹងគឺមានជាមួយនឹងពួក scientist មួយដែលចាប់ជាមួយនឹងសិស្សសានុសិស្សហ្នឹងយកទៅធ្វើ robot ចំណែកឯសង្សាររបស់ Invincible ដែលឈ្មោះថា Amber ហ្នឹងគឺបានដឹងថា Invincible ជា superhero ហើយប៉ុន្តែនៅខឹង Invincible ដោយសារ Invincible ហ្នឹងអត់ប្រាប់ខ្លួនការពិតបើ Debbie វិញក៏បានដឹងការពិតហើយនឹងក៏បានទៅជួបជាមួយនឹង Caesar ដើម្បីនិយាយប្រាប់រឿងទាំងអស់ហ្នឹងទៅកាន់ Caesar ប៉ុន្តែ Caesar ប្រាប់ថាខ្លួនក៏បានដឹងកន្លែងរឿងហ្នឹងដែរអញ្ចឹង Debbie ក៏បានទះកាភ្លៀងទៅកាន់ Caesar ហ្មងទៅដោយខឹងថា Caesar ហ្នឹងអាចបានប្រាប់រឿងទាំងអស់ហ្នឹងទៅកាន់ Debbie ហើយឥឡូវយើងក៏បានដឹងពីមូលហេតុដែរថៃបាន robot ហ្នឹងបានដោះលែងជាមួយនឹង The Mauler Twin ហ្នឹងដើម្បីឲ្យខ្លួនហ្នឹងចេញមកតែប៉ុន្តែ The Robot ហ្នឹងគឺចង់ឲ្យពួក The Mauler Twin ហ្នឹងធ្វើការឲ្យខ្លួនដោយឲ្យពួក The Mauler Twin ហ្នឹងគឺបង្កើតជាមួយនឹង DNA ថ្មីដែលមុខដូចជាមួយនឹង Rex ខ្លាំងមែនទែនឲ្យខ្លួនហ្នឹងខ្លាចជាកូនក្មេងឡើងវិញអញ្ចឹងរូបរាងថ្មីហ្នឹងគឺមាន memory ឬក៏ខួរក្បាលអីដូចជាមួយនឹង Robot អាចារ្យដែរប៉ុន្តែ Robot អាចារ្យហ្នឹងគឺស្លាប់ហើយមូលហេតុហ្នឹងគឺចង់បានរូបរាងកាយធម្មតាដើម្បីទៅដើរលេងហើយនឹងបាននៅចិត្តជាមួយនឹង Monster Girl ចំណែកឯ Caesar វិញគឺដាក់អ្នកប្រជជនបង្កប់ជាច្រើនមែនទែនដើម្បីស៊ើបអង្កេតទៅកាន់ Omni-Man តែ Omni-Man របស់យើងបានដឹងមិនត្រឹមតែប៉ុណ្្នឹងទេនៅបាញ់ជាមួយនឹង laser ថ្លៃទៀតប៉ុន្តែនៅតែធ្វើអី Omni-Man របស់យើងអត់បានទេបើពួក The Mauler Twin ហ្នឹងគឺមានប្រយោជន៍ខ្លាំងមែនទែនមិនថាមកបានជួយឲ្យ robot មានរូបរាងមនុស្សឡើងវិញទេនៅជួយ immortal ដើម្បីឲ្យមានជីវិតឡើងវិញទៀតហើយគ្រាន់តែមានជីវិតរស់ឡើងវិញភ្លាមគឺទៅដើររក Omni-Man ដើម្បីសងសឹកប៉ុន្តែដូចលើកមុនអញ្ចឹងអ្នកទាំងអស់គ្នា6នាក់វាយអត់ឈ្នះ Omni-Man ហ្នឹងហើយចូលហ្មងតែនៅសល់តែម្នាក់ឯងទៀតវាយមកឈ្នះ Omni-Man ហើយរឿងទាំងអស់ហ្នឹងគឺត្រូវបានគេ live នៅក្នុងទូរទស្សន៍ឲ្យមនុស្សជុំវិញពិភពលោករបស់យើងហ្នឹងនៅមើលទៀតហើយ Immortal គឺស្លាប់ម្ដងទៀតហើយប៉ុន្តែបាច់ភ័យទេអាតួអង្គហ្នឹងគឺអត់ចេះងាប់ទេអ្នកទាំងអស់គ្នា Mark ពេលដែលបានឃើញ live ទាំងអស់ហ្នឹងហើយក៏បានមករក Omni-Man ហើយសួរហេតុផលថាហេតុអីបាន Omni-Man ធ្វើបែបហ្នឹងបន្ទាប់មក Omni-Man ក៏បានបញ្យល់ថាខ្លួនអត់បានកុហកទេខ្លួនពិតជា Voltron Man មកពិភព Voltronប៉ុន្តែពួកហ្នឹងគឺមិនបញ្ជូនមកឲ្យការពារពិភពលោកទេគឺបញ្ជូនមកឲ្យគ្រប់គ្រងពិភពលោកប៉ុន្តែ Omni-Man នេះគឺជាមួយក្នុងចំណោមអ្នកខ្លាំងរបស់ពួកពូជ Voltron នឹងដែរដោយសារតែ Voltron នឹងត្រូវការគ្នា3នាក់ដើម្បីគ្រប់គ្រងភពមួយប៉ុន្តែ
Omni-Man របស់យើងគេបញ្ជូនមកតែម្នាក់ឯងដោយសារតែ Omni-Man ហ្នឹងគឺខ្លាំងជាងគេឯងដល់លឺចឹងហើយម៉ាក់ក៏បានសួរដែរថាឲ្យចោមម៉ាក់អស់គិតមិនតើប៉ានៅស្រឡាញ់ម៉ាក់អត់ហើយ Omni-Man ក៏បានឆ្លើយវិញថាខ្លួនហ្នឹងអត់ស្រឡាញ់ Debbie ទេតាមពិតចាប់ទុក Debbie ហ្នឹងគ្រាន់ជាសត្វចិញ្ចឹមរបស់គាត់ទេគ្រាន់លឺចឹងភ្លាម Invincible ហ្នឹងទប់អារម្មណ៍របស់ខ្លួនអត់បានទេក៏បានវាយជាមួយនឹង Omni-Man ទោះបីជាដឹងថាខ្លួនវាយ Omni-Man អត់ឈ្នះក៏ដោយពេលហ្នឹងដែរគឺវាយម៉ាក់ឡើងក្អួតឈាមបែកខ្លួននឹងចិត្តងាប់អ្នកទាំងអស់គ្នាហើយគាត់បាននិយាយវាយបដៅកូនថាចេះបើសិនជាឯងអត់ធ្វើតាមអញក៏អញអត់ខ្វល់ដែររយៈពេល17ឆ្នាំហ្នឹងវាតិចខ្លាំងណាស់សម្រាប់អញដែលអញរស់រហូតដល់រាប់ម៉ឺនឆ្នាំហើយគាត់និយាយថាតើឯងនៅខ្វល់អីទៀតម៉ែឯងរស់មិនបានយ៉ាងច្រើន50ឆ្នាំទៀតហ្នឹងអស់ហើយគាត់ថាឲ្យចុះបើរយៈពេល500ឆ្នាំក្រោយមកតើឯងនៅសល់អីទៀតហើយនៅពេលដែលវាយចិត្តងាប់ហ្នឹងស្រាប់តែ Omni-Man របស់យើងក៏បាននឹកឃើញការពី Mark នៅក្មេងជាមួយនឹង memory ជាច្រើនដែលបានបង្កើតជាមួយនឹង Mark របស់ Mark នៅពេលដែលនឹកឃើញរឿងទាំងអស់ហ្នឹងហើយតាមពិតទៅស្រឡាញ់កូនជាមួយនឹងប្រពន្ធខ្លាំងមែនតើអត់ដឹងធ្វើម៉េចក៏បានហោះចេញពីកន្លែងហ្នឹងទៅហើយសារព័ត៌មានជាមួយនឹងព័ត៌មានជាច្រើនបាននិយាយរឿងទាំងអស់ហ្នឹងទៅកាន់ទូទួលជាមួយនឹង post នៅក្នុង social media ទៀតហើយមនុស្សទាំងអស់ក៏បានដឹងដែរថា Omni-Man មិនមែនជាអ្នកការពារពិភពលោកអីទេបើ Caesar វិញគឺបានផ្សាយព័ត៌មានថា Omni-Man ហ្នឹងគឺបានស្លាប់ដោយសារតែ Mark បាត់ហើយដើម្បីកុំឲ្យមនុស្សគ្រប់គ្នានៅភ័យខ្លាចហើយ Amber របស់យើងវិញក៏បានមកវិញដែរដើម្បីលួង Mark កុំឲ្យ Mark នឹងពិបាកចិត្តថែមហើយបានប៉ុន្មានមក Mark របស់យើងបានជួបជាមួយនឹង alien មួយដែលមានឈ្មោះថា Ellen ហើយ Ellen នឹងគឺជាពូជ alien ដែលបានត្រូវពួក Voldemort នឹងកំទេចសម្លាប់នៅសល់តែខ្លួនមួយនឹងទេហើយក៏បាននិយាយរឿងទាំងអស់ទៅកាន់ Mark ហើយ Mark ក៏បាននិយាយរឿងទាំងអស់ទៅកាន់ Ellen ផងដែរអញ្ចឹងពួកនឹងក៏បានចាប់ដៃគ្នាហើយចង់ចូលរួមជាមួយនឹងអង្គការមួយដែលអង្គការហ្នឹងគឺនាំគ្នាប្រមូលផ្ដុំជាមួយនឹងភពជាច្រើនមែនតើហើយ goal របស់ពួកគេហ្នឹងគឺសម្រាប់ជាមួយនឹងពួក Voldemort ទាំងអស់ដោយសារតែពួកគេហ្នឹងត្រូវបាន Voldemort ហ្នឹងកំទេចអស់ហើយអញ្ចឹងអ្នកទាំងអស់គ្នានៅក្នុង season 2ខ្ញុំនឹងចេញ episode តាមក្រោយដោយសារ season 2ក៏គេអត់ទាន់ចាប់ដូចគ្នាអញ្ចឹងបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចចុច like ជាមួយនឹង subscribe ផងហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូរបស់ខ្ញុំហើយចង់ support ខ្ញុំអីនេះ ABA របស់ខ្ញុំអ្នកទាំងអស់គ្នាអាចបាញ់បានចាំវីដេអូចេញមកលើក្រោយខ្ញុំនឹង shout out ដល់អ្នកទាំងអស់គ្នាផងដែរអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនតើ Goodbye and good luck